សេងមង្គលរបួសសរសៃជើងឆ្វេងរំពឹងលេងបាល់ទាត់បានទៀតទេតារាសម្ដែងលោកសេងមង្គលឬហ៊ូប៊ូសេងបានចេញពីពេទ្យនៅថ្ងៃទី2ខែមិថុនាឆ្នាំ2026ត្រឡប់ទៅសម្រាប់ព្យាបាលរបួសជើងនៅផ្ទះវិញក្រោយដេកពេទ្យរយៈពេល3យប់4ថ្ងៃព្រោះតែដាច់សរសៃជើងឆ្វេងដោយសារតែដួលពេលលេងបាល់ទាត់ដេកពេទ្យ3យប់នេះលោកមង្គលស្រកសាច់ច្រើនហើយផ្អាកពីអាជីពសិល្បៈទាំងស្រុងនិងមិនទាន់កំណត់ថ្ងៃវិលទៅថតសម្ដែងជាថ្មីទេព្រោះការព្យាបាលឲ្យបានជាសះស្បើយបានដូចដើមយ៉ាងហោចណាស់ក៏ប្រើពេល1ខែដែរសេងមង្គលជាសមាជិកម្នាក់របស់ក្រុមបាល់ទាត់តារាកម្ពុជា Cambodia Football Superstar លេងតួនាទីជាខ្សែប្រយុទ្ធកណ្ដាលពាក់អាវលេខ9ដែលក្រុមនេះបានចូលរួមប្រកួតកម្មវិធីសប្បុរសធម៌ជាបន្តបន្ទាប់តារារូបសង្ហានេះត្រូវបានស្រីៗចាប់អារម្មណ៍ច្រើននៅពេលដែលដោះអាវបង្ហាញសាច់ដុំណែនកង់ទៅពេលលោករៀនដើរជាមួយនឹងឈើច្រត់នៅ clinic ដោយដោះអាវនោះមានអ្នករិះគន់ថាលោកមានចេតនានៅក្នុងការបង្ហាញសាច់ដុំឲ្យពេទ្យឃើញតែសម័យខ្លួនមិនពេញចិត្តនឹងការលើកឡើងបែបនេះទេដោយអះអាងថាពេលនោះលោកដោះអាវក៏ព្រោះតែក្តៅស្អុះពេកលោកសេងមង្គលបានទៅវះកាត់របួសសរសៃជើងឆ្វេងនៅ clinic ឌួងប៊ុនណាហើយអំឡុងពេលដេកនឹងចេញពីពេទ្យលោកបានប្រើឈើច្រត់ជាប្រចាំទើបអាចដើរបានដោយសារតែរបួសនៅថ្មីពេកនេះមិនមែនជាលើកទី1ទេព្រោះកាលពីឆ្នាំមុនលោកមង្គលក៏ធ្លាប់របួសក្បាលដែរដោយសារតែការលេងបាល់ទាត់ហេតុនេះដោយសារតែរបួសលើកនេះធ្ងន់ធ្ងរពេកគេមិនរំពឹងថាលោកមង្គលអាចលេងបាល់ទាត់មានគុណភាពល្អដូចដើមឡើយ